ពាក្យស្ដាយក្រោយហ្នឹងធ្លាប់ប្រើនៅពេលដែលសម្រាប់ចិត្តលាឈប់ពីការងារឲ្យមកធ្វើតន្ត្រីពេលហ្នឹងប្រើពាក្យស្ដាយក្រោយថាថ្ងៃហ្នឹងអត់ចាប់ផ្ដើមធ្វើទេ20ឆ្នាំក្រោយអាចនឹងស្ដាយក្រោយព្រោះខ្ញុំជឿមួយយ៉ាងថាមនុស្សយើងភាគច្រើនស្ដាយក្រោយនឹងរឿងដែលយើងមិនបានធ្វើច្រើនជាងរឿងដែលយើងបានធ្វើមួយជីវិតកើតម្ដងអញ្ចឹងអត់មានពេលសម្រាប់ទៅគិតឡើងវិញចាំជាតិក្រោយទេអញ្ចឹងមានតែត្រូវតែធ្វើវាទុំស្នាមញញឹមអូនក្នុងការចងចាំកត់ត្រាចំណាំគ្រប់យ៉ាងឲ្យច្បាស់មនោសញ្ចេតនាកាលគ្រាចាំងចារឿងរ៉ាវច្រើនណាស់ចិត្តចាំមិនភ្លេចតន្ត្រីសម្រាប់ខ្ញុំវាដូចជាដង្ហើមអញ្ចឹងនៅពេលដែលបានធ្វើសប្បាយចិត្តមានក្តីសុខនៅពេលដែលអត់ធ្វើវារស់នៅដូចជាខ្វះអីមួយយ៉ាងអញ្ចឹងហើយមានមិត្តភក្តិម្នាក់គាត់តែងតែរំលឹកប្រាប់ថាបើសិនបើយើងស្រឡាញ់ចូលចិត្តអ្វីសូមប្រើជីវិតឲ្យគៀកគិតទៅនឹងវានោះពួកម៉ាក់និយាយត្រូវហេតុអីមិនសាកល្បងមើលទៅបើយើងស្រឡាញ់យើងអាចទៅរួចនៅពេលដែលធ្វើទៅយើងនឹងថាអូខេកាន់តែធ្វើកាន់តែមានក្តីសុខទោះបីធ្វើច្រើនហត់ឬយ៉ាងណាតែសំខាន់យើងមានក្តីសុខហើយជឿថាមិនមែនតែខ្ញុំខ្លួនឯងដែលមានក្តីសុខនៅពេលដែលប្រិយមិត្តដែលគាត់បានស្ដាប់បទចម្រៀងដែលយើងធ្វើទៅពេលខ្លះគាត់ក៏ទទួលបានអារម្មណ៍លងលើកទឹកចិត្តបំពេឬក៏មានអ្នកកំដរនៅក្បែរអញ្ចឹងទៅអញ្ចឹងខ្ញុំគិតថាយើងកាន់តែធ្វើតន្ត្រីហ្នឹងកាន់តែយល់ពីសារៈសំខាន់ថាអូខេវាមានអត្ថប្រយោជន៍សម្រាប់ផ្លូវចិត្តរបស់មនុស្សច្រើនអញ្ចឹងឲ្យធ្វើឲ្យកាន់តែមានចិត្តស្រឡាញ់និងមានភាពពុះកញ្ជ្រោលនៅក្នុងការធ្វើបន្តទៅទៀតទទួលស្គាល់អតីតដែលសំប្រករៀនរស់សំរាប់ទៅតាមវេលាបាយចិត្តណានរួមភ្លើនឹងគ្នាបើទោះបីជាត្រូវលានៅភ្លើបំបែប៉ុន្តែនៅក្នុងការឆ្លងកាត់ការចាប់ដើមធ្វើតន្ត្រីហ្នឹងដំបូងឡើយគឺសម្ពាធផ្លូវចិត្តច្រើនទាំងគ្រួសារទាំងសង្គមការងារទាំងមិត្តភ័ក្តិផ្សេងមិនមែនជាការបន្ទុចប្រអាក់ទាំងស្រុងទេប៉ុន្តែជួនកាលជាការបារម្ភជួនកាលជាការណែនាំដែលបានរុញកម្លាំងចិត្តទៅផ្នែកនឹងជាដើមអញ្ចឹងទៅបញ្ហាមួយទៀតហ្នឹងគឺជួបជាមួយនឹងបញ្ហាហិរញ្ញវត្ថុដើម្បីធ្វើវាឲ្យជាប់លាប់ចាស់បុរាណយើងក៏តែនិយាយថាចូលលូកឲ្យកប់ហ្នឹងអញ្ចឹងត្រូវតែលាឈប់ពីការងារត្រូវតែផ្ដាច់ខ្លួនពីអីដែលកំពុងធ្វើសប្តាហ៍ថ្ងៃនេះដើម្បីផ្ដោតទៅលើវាឲ្យបាន 100% នៅពេលដែលយើងផ្ដាច់ការងារភ្លាមធម្មតាយើងចាប់ផ្ដើមធ្វើតន្ត្រីភ្លាមគុំថាឡើយចំណូលសូម្បីតែ subscriber នៅក្នុង YouTube ហ្នឹងក៏រកមិនចង់បានផងហើយក៏ឆ្លងកាត់ជីវិតជូរចត់មករយៈហ្នឹងជាមួយបងអូនប្រុសហើយនិង Charlie ដែលមករួមគ្នាបទចម្រៀងនឹងច្រើនបើនិយាយទៅដំបូងរៀងពិបាកដែលមហាជនពិបាកនឹងទទួលស្គាល់អញ្ចឹងត្រូវការតាំងចិត្តមែនទែនត្រូវការស៊ូក្នុងកំឡុងពេលធ្វើនឹងមែនទែនប៉ុន្តែស៊ូថាពេលដែលធ្វើឲ្យស្ដាយក្រោយអត់ស្ដាយក្រោយបើមិនជាបកទៅប្រហែលឆ្នាំមុនហ្នឹងគឺស៊ូឲ្យចាប់ផ្ដើមម្ដងទៀតអត់ចាប់ផ្ដើមទៅដែរយប់ហើយបើនៅខ្វាយខ្វល់ដល់ណាគេទៅជីវ៉ាគេងកើយហាត់ថារៀមរាបំពេអារម្មណ៍ជាមួយបទចម្រៀងវាដូចផ្នែកមួយនៃខ្លួនយើងអញ្ចឹងរបៀបថានៅពេលដែលវាចេញមកហើយវាដូចមិនវាដូចសាច់ឈាមយើងអញ្ចឹងក្រៅពីសោនហ្នឹងខ្ញុំនឹកឃើញសោនមួយទៀតអានេះវារៀងបកទៅចំនួន70បន្តិចហ្នឹងហើយតែយើងចង់មក future វិញ sound electronic ផ្ដាច់មួយមិនផ្ដាច់ឡើយតាមមេដូបတ်ហ្នឹងបើនិយាយទៅស្ដាប់មែនតើទៅដូចនិយាយជាមួយខ្លួនឯងច្រើនជាងចាប់ពីថ្ងៃដែលលាឈប់ពីការងារជាបុគ្គលិកការិយាល័យមកធ្វើជាសិល្បករហ្នឹងចាប់ខាងតន្ត្រីក៏ដោយសារមានកម្លាំងចិត្តបែបហ្នឹងអញ្ចឹងទៅក៏យកវាចេញមកធ្វើជា lyric នៅក្នុងបទហ្នឹងតែម្ដងទៅដើរលើផ្លូវដ៏សែនវែងឆ្ងាយហត់ចិត្តកាយអាចដួលរលំគង់តែនឹងជួបប្រទះថ្ងៃលិចទៅក៏គុំនៅរាបើទួលហើយក្រោកឡើងជំនះបោះជុំហ៊ានបន្តត្រូវឈងចាប់យកក្តីស្រមៃដ៏ធំធេងប្រជែងនឹងខ្លួនឯងលែងការឈឺចាប់ធ្វើជាធម្មពល
មានពេលមួយជិះម៉ូតូតាមផ្លូវហើយក៏ស្រក់ទឹកភ្នែកលីងលោងដែរដោយសារវាមើលអត់ឃើញអនាគតខ្លួនឯងអញ្ចឹងហើយយើងមិនដឹងថាយើងត្រូវទៅមិនដឹងទៅជួយគ្រួសារដោយរបៀបណាបើយើងខ្លួនឯងមិនទាន់ដឹងទិសតំបន់នៅណាផងមានពេលមួយម៉ាក់គាត់ទេមកសួរនៅពេលដែលដឹងថាយើងលាឈប់ពីការងារអញ្ចឹងគាត់ទេមកសួរមិនហើយការងារតន្ត្រីនឹងមិនហើយអីមិនហើយអញ្ចឹងហូរនៅមិនដែរយើងបានត្រឹមប្រាប់គាត់ថាអត់អីទេប៉ុន្តែជាក់ស្ដែងកំពុងតែអត់ដឹងថាញ៉ាំអីទេថ្ងៃហ្នឹងវានិយាយទៅអាក្រក់ស្ដាប់ទៅពេលវាដាច់លុយដល់ថ្នាក់ថាមិនដឹងថាថ្ងៃហ្នឹងមានអីញ៉ាំអត់អញ្ចឹងមានពេលមួយម៉ាក់គាត់មានអារម្មណ៍ថាគាត់ឃើញយើងពិបាកពេកគាត់ថាទេមកថាបើមិនថាមិនកើតទេមកផ្ទះវិញមកកូនអើយមកធ្វើការនេះបកប្រែចិនបកប្រែអីឬក៏លក់ដូរមួយគាត់អីទៅជួយការងារគាត់អីក៏បានដែរមកវិញមកអញ្ចឹងពេលហ្នឹងវាអូលណែនដែរតែគាត់ដឹងក្នុងចិត្តច្បាស់ថាវាអត់ទៅវិញអត់កើតព្រោះចេញមកហើយបើសិនជាមិនបានអីជាដុំកំភួនទៅវិញគឺមិនទៅវិញអញ្ចឹងប៉ុន្តែដល់ពេលមកដល់ចំណុចមួយនេះក៏បន្ទុកគ្រួសារអីផ្សេងក៏បានទៅជួយដោះស្រាយទទួលខុសត្រូវជាមួយម៉ាក់ប៉ាហើយក៏មានបងប្អូនចូលរួមដែរមិនមែនតែឯងគុណឪពុកម្ដាយធំទលាយហើយយើងបំពេញមកសប្តាហ៍ថ្ងៃនេះវាគ្រាន់តែជាភាពកតញ្ញូជាអីដែលយើងធ្វើបានតាមលទ្ធភាពរបស់យើងក្នុងពេលបច្ចុប្បន្នអញ្ចឹងប៉ុន្តែបើសិនជាកម្រងទៅណាអនាគតទៀតនៅចង់តាមពិតទៅចង់ធ្វើផ្ទះដីមានដីធំមួយហើយមានផ្ទះមួយដែលមានដីធំហើយអាចដាំដំណាំធ្វើជាការទូជ្រុះនៅបែបស្ងប់ស្ងាត់ជាក្តីសម័យរបស់ម៉ាក់ប៉ាដែលគាត់ចង់បានអញ្ចឹងតែសម្រាប់ថ្ងៃនេះអត់ទាន់បានសម្រេចដែរចង់ឲ្យគាត់មានជីវិតចូលនិវត្តន៍មួយដែលស្ងប់ស្ងាត់សន្តិភាពហើយរស់នៅជាមួយធម្មជាតិក្រោកឡើងមកបានធ្វើការដែលគាត់ចង់ធ្វើដូចជាដាំដំណាំឆាយដីអីផ្សេងដែលគាត់ធ្លាប់និយាយប្រាប់អញ្ចឹងញ៉ាំបន្លែដែលខ្លួនឯងដាំចិញ្ចឹមស្ត្រីចិញ្ចឹមមាន់ទាអីចឹងទៅនៅដាច់ពីទីក្រុងនៅភូមិណាមួយដែលស្ងប់ស្ងាត់ទៅលើផ្លូវសេះសបួងសួងឲ្យយល់តែក្តីសុខាសម្រេចបំណងដែលបងប្រាថ្នាផ្ញើស្នាមញញឹម